Hello សួស្តីអ្នកទាំងអស់គ្នាបាទជម្រាបជួបគ្នាម្ដងទៀតជាមួយនៅរឿងព្រេងនិទានទេវតាបារាណឈិនមុននៅភាគទី51បន្តទៀតដែលភាគនេះដែរគឺល្អមើលខ្លាំងមែនទែនបើសិនជាគ្នាយើងចង់ប៉ាកាហ្វេ admin អាចមើលតាមរយៈលេខនៅលើអេក្រង់នេះបានដូច្នេះកុំឲ្យខាតពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅដោយពេលនេះដែរយើងឃើញថាមនុស្សមកពីទឹកដីវាស្មើក៏បានប្រឈមមកជាមួយនឹងបាសានរួមជាមួយនឹងអ្នកទាំងពីរផងដែរដែលវាបាននិយាយទៀតថាកាលពីប្រហែលឆ្នាំមុននោះមានអ្នកចម្បាំងជាច្រើននៅឯទឹកដីវាស្មើនេះចង់ចាត់ការឯងអញ្ចឹងដល់ពេលហើយដែលត្រូវដណ្ដើមនៅងារជាអ្នកកូននិយមខាននោះត្រឡប់មកវិញបន្ទាប់មកវាក៏បានលើកដាវដើម្បីចាត់ការបាសានក្នុងពេលនោះតែដាវនោះដូចជាមិនទាន់ប៉ះក្បាលគាត់ផងនឹងក៏ត្រូវបាសាននឹងទប់ជាប់លើកនៅកណ្ដាប់ដៃវាបំប៉ោងភ្លាមដាក់ឡើងបាត់មាត់ឈើងធ្វើឲ្យកូនចៅរបស់វានឹងផិតភ័យជាខ្លាំងបាសានក៏បាននិយាយទៀតថាដែលតាមពិតទៅគាត់មិនមែនគឺជាអ្នកបញ្ចុតវាស្មើអ្វីនោះទេដើមឡើយគាត់នឹងគ្រូរបស់គាត់ធ្លាប់ឆ្លងកាត់នៅទឹកដីវាស្មើមួយនេះតែក៏បានយកឈ្នះនៅអ្នកចម្បាំងលើទឹកដីវាស្មើនេះអស់ជាច្រើនអ្នកដូចជារយៈពេល100ថ្ងៃឈ្នះដល់ទៅ100នាក់ឯណោះហើយគាត់មិនដែលចាញ់សូម្បីតែម្ដងតែហេតុអីបានជាពួកឯងផ្ដាល់ងារជាអ្នកកូននិយមខានមកឲ្យយើងទាំងដែលយើងមិនត្រូវការសោះឡើយអញ្ចឹងវាក៏បានសួរទៅកាន់អ្នកកូននិយមខាននោះទៀតថាតើលោកមានបញ្ហាអីហេតុអ្វីបានជាសុកលោកត្រឡប់មកកាន់ទឹកដីវាស្មើនេះវិញអញ្ចឹងគាត់ក៏បានប្រាប់នៅការពិតគឺគាត់បាននាំសិស្សម្នាក់មកពីសាលាអតរៀនចង់ដើរនៅផ្លូវចាស់របស់គាត់ដែលធ្លាប់ឆ្លងកាត់ទីនេះម្ដងទៅការ challenge ជាមួយនឹងមនុស្សមកពីរាជវាំងមាសលោឡានរបស់ពួកវាគឺធ្វើវានឹងភ្ញាក់ផ្អើលជាខ្លាំងឈិនមកក៏បានចេញមុខក្នុងពេលនោះតែម្ដងស្ដេចរបស់វាក៏គិតទៀតថាឯងនឹងមានទេចង់ challenge ជាមួយនឹងរាជវាំងមាសលោឡាននោះបើរំលឹកទៅកាន់អតីតកាលអ្នកកូននិយមខានគឺធ្លាប់មកជាមួយនឹងមេឃីខានគឺសម្ដៅទៅលើលោកតាកាប់ជ្រូកនឹងឯងតែក៏ពេលនោះគឺងារគឺជាមេឃីខានពួកគេធ្លាប់ជោគជ័យពិតមែនក៏ប៉ុន្តែឯងមិនអាចប្រៀបផ្ទឹមជាមួយនឹងពួកគេបាននោះឡើយខណៈពេលនោះដែរក៏ធ្វើឲ្យនាងនឹងរៀងក្តៅស្លឹកជីបន្តិចនឹងក៏បានដកដង្ហើមជាមួយនឹងស្ពីតយ៉ាងខ្លាំងដែលបាសានបញ្ជាក់ទៀតថាកម្លាំងរបស់គាត់គឺមិនទៀបជាងខ្លួនប្រមាណនោះទេដូច្នេះឯងមិនអាចមើលស្រាលគាត់បាននោះឡើយអញ្ចឹងទៅវាក៏បានបញ្ជានៅកូនចាប់របស់ខ្លួននឹងឲ្យដល់ព័ត៌មាននេះទៅកាន់រាជវាំងមាសលោឡានក្នុងពេលនោះតែម្ដងការផ្ដល់ព័ត៌មានគឺចម្លែកខ្លាំងមែនទែនដោយកូនចាប់របស់វាម្នាក់នឹងគឺបានចាប់ដកនៅលលាននៃសត្វឆ្កែចចកមួយក្បាលដើម្បីប្រសញ្ញាឲ្យមនុស្សនៅឯរាជវាំងមាសលោឡានក្នុងពេលនោះអ្នកពេលដែលនៅឯរាជវាំងវិញក៏ទទួលបាននូវសញ្ញានៃកូនចៅរបស់ខ្លួនភ្លាមដោយកូនចៅរបស់វាម្នាក់បិទបាំងមុខដូចជាសត្វពពែអញ្ចឹងសត្វជាមនៅពពែទេបាទក្នុងដៃកាន់នៅលលាននៃសត្វចម្លែកអ្វីមួយយ៉ាងវាក៏បានធ្វើការគោរពទៅកាន់ស្ដេចសាម៉ានអំពីអ្នកកូននិយមខានបានត្រឡប់មកវិញហើយស្ដេចសាម៉ានគឺនៅក្នុងរាជវាំងដែលមានក្បាលខ្មៅយ៉ាងធំនោះគ្រាន់តែចំហាយនៃធម្មពលរបស់វាក៏បានបង្កក់នៅក្បាលនៅក្នុងដៃចំណែកព្រលឹងនៃទីសកលដែលជាប់ខាំងនៅក្នុងទ្រឹងក៏ត្រូវវាស្រូបក្នុងពេលនោះតែម្ដងឆេះដល់ដាតភ្លើងយ៉ាងសន្ធោសន្ធៅមើលទៅគឺប្រៃផ្សៃខ្លាំងមែនទែនភ្លើងពួកគេគឺមិនមានសេរីភាពនោះទេទោះបីជាស្លាប់ក៏ដោយក៏ត្រូវវាយកមកប្រើប្រាស់ថែមទៀតផងស្ដេចសាម៉ានក៏បានបញ្ជានៅកូនចៅរបស់ខ្លួនឲ្យផ្សព្វផ្សាយនៅបញ្ជាឲ្យពួកគេនឹងឆ្លងកាត់នៅទឹកដីវាស្មើមកកាន់រាជវាំងមានលោឡានរបស់ខ្លួនក្នុងពេលនោះជាងគេថាទីសកលដែលត្រូវវាសម្លាប់ហើយបន្សល់តែក្រុងឆ្អឹងរាងកាយឡើងចងាងមនុស្សនៅឯទឹកដីវាស្មើក៏បានផ្សព្វផ្សាយនៅដំណឹងមួយនេះក៏បានអនុញ្ញាតឲ្យពួកគេនឹងឆ្លងកាត់នៅតំបន់របស់ខ្លួនក៏ប៉ុន្តែពួកវាគឺជាអ្នកនាំផ្លូវដោយផ្ទាល់ព្រះនាងទី2ក៏បានសួរទៅកាន់លោកគ្រូបាសានទៀតថាតើណាគឺជាមេឃីខានគឺគាត់ប្រាប់ថាគឺជាគ្រូរបស់ខ្លួនដែលមានឈ្មោះថាកំបិតមេឃីនឹងឯងដែលឈិនម៉ូតែងតែហៅថាលោកតាកាប់ជ្រូកព្រះនាងទី2ក៏ចាប់ផ្ដើមគិតគឺជាលោកតាដែលមានខ្លួនតែពេលកដាលឈិនម៉ូក៏សួរអំពីផែនការរបស់បាសានផងដែរគាត់ចង់ធ្វើការ challenge ជាមួយនឹងមនុស្សនៅឯខ្លោងទ្វារនៃរាជវាំងនេះលោឡានគឺដើម្បីបង្វែរអារម្មណ៍ពួកគេបន្ទាប់មកក៏លួចចូលនៅកំណត់ទ្របនោះតើមែនដែរឬក៏អត់គាត់ថាពិតមែនហើយអញ្ចឹងគោលដៅធំពួកគេគឺមិនមែន challenge នោះទេគឺដើម្បីលួចនៅរាងកាយរបស់គ្រូរបស់ខ្លួនចាក់ចេញពីទីនេះនៅពេលដែលបានហើយគឺចាក់ចេញទៅភ្លាមតែម្ដងពេលនាងក៏សួរបញ្ជាក់អាយ៉ាផែនការលួចផងខ្ញុំចូលចិត្តខ្លាំងមែនទែនពេលនាងរៀងធ្លោយមាត់និយាយរៀងលឺបន្តិចអញ្ចឹងទៅក៏ឈិនមកក៏ខ្ទប់មាត់ពេលនាងយ៉ាងចិនដំណើររបស់ពួកគេលើកនេះអាចជាមិនងាយស្រួលប្រមាណនោះទេណាមួយក៏ពួកគេមិនទាន់ជួបជាមួយនឹងស្ដេចសាម៉ានទៀតស្ដេចសាម៉ានគឺជាអ្នកដ៏ខ្លាំងជាងគេនៅឯទឹកដីវាលស្មើមួយនេះផងដែរគឺវាបានកោះហៅនៅកូនចៅរបស់ខ្លួនមកទាំងអស់ដើម្បីរៀបចំនៅអន្ទាក់ដើម្បីចាត់ការពួកគេពិសេសគឺសេះច្បងគឺសម្ដៅទៅលើបាសាននឹងបើសិនជាពួកគេចូលទៅទីនោះតែម្នាក់ឯងអាចជាមិនងាយស្រួលនឹងគេក្នុងការលួចនៅរាងកាយរបស់លោកគ្រូអញ្ចឹងទៅក៏បាសានសួរអំពីយោបល់របស់ឈិនម៉ូតើមានផែនការអីតែតាមពិតទៅឈិនម៉ូធ្លាប់រៀនអំពីវិជាកុនលួចរបស់លោកតាលីវ គឺ
គឺលោកតាខ្វិនរបស់ខ្លួននឹងឯងពីនេះទី7ក៏ស្គាល់លោកតាខ្វិនដែរគាត់គឺជាអ្នកខ្លាំងម្នាក់ស្គីរបស់គាត់គឺជំនាញខ្លាំងមែនទែនក្នុងការលក់រត់នោះតែបាសានឆ្ងល់ត្រង់ថាហេតុអីក៏ជើងរបស់គាត់ដាច់មកខាងជាមកក៏ចាប់ដើមកើតគឺមានមនុស្សកាត់នៅជើងរបស់គាត់មកខាងខណៈពេលគាត់នឹងលួចអីវ៉ាន់គេបាទបាសានក៏គិតទៀតថាបាត់បង់ជើងខណៈពេលដែលលួចមិនចាត់ទុកថាស្នីតរបស់គាត់ល្អនោះទេអញ្ចឹងគាត់គិតថាចូលទៅក្នុងរាជវាំងមានរ៉ូឡានគឺមាននៅអន្ទាក់រាប់មិនអស់ដែលការពារនៅទីនោះចំពោះវិជាគុណសម្រាប់ចៅធម្មតាគឺមិនអាចប្រើការបាននោះទេអញ្ចឹងឲ្យពួកគេនឹងបដោតទៅលើការបញ្ចុតនោះទៅហើយរឿងផ្សេងទៀតទុកឲ្យគាត់ជាអ្នកចាត់ការដោយខ្លួនឯងគាត់ក៏បានបកលនៅរបស់មួយមិនដឹងថាជាអីឲ្យបកលពិតប្រកបនោះទេយូរចង់ជាប់ដាដល់ជាស្រ័យផងបាទពួកគេក៏បានឆ្លងកាត់មកដល់កន្លែងមួយខណៈពេលនោះដែរនាវនេះក៏បានតញ៉ែញងនៅអាសត្វដំរីរៀងសមកក្បាលនោះថាស្បែករបស់អូនពិតជាស្អាតមែនទែនតែចូលចិត្តផ្កាមួយនេះដែរឬក៏អត់អូគាត់ភ្លេចឲ្យឈឹងតើអ្នកភេទប្រុសឬក៏ភេទស្រីទៅភ្លេចសួរភេទគេឈឹងទៅញ៉ែគេកើតដំរីនោះក៏បានគ្រវាសមួយប្រម៉ោយបាទដាក់ឡើងបាយជាគឺធ្វើឲ្យអ្នកទាំង3ឡើងហួចចិត្តតែម្ដងការងារខ្លួនឯងមិនធ្វើនោះទេគិតតែពីញ៉ែគេអញ្ចឹងទៅក៏ហួលីនអឺនឹងក៏បានចូលមកសើបប្រាប់នាងនេះទៀតថាដំរីនោះគឺភេទស្រីធ្វើវានឹងសប្បាយចិត្តទីខ្លាំងក៏បានស្ទុះទៅម្ដងទីទាំងលឿនទៅញ៉ែគេហើយក៏បានទៅសារថានាងពិតជាស្អាតមែនទែនញ៉ែគេទាំងជប់ទាំងថ្ងៃលុយជប់ឡើងនោះក៏ស៊ីមួយប្រម៉ោយទៀតទៅគឺធ្វើឲ្យបាសានឹងសើចំអកលឺយរួមដំណើរលើកនេះគឺនាងនេះនឹងគឺខលខូចមែនទែនដូចជាមនុស្សអញ្ចឹងទោះបីជាសត្វក៏ដោយហើយពួកគេក៏បានមកដល់នៅឯកោះមួយកន្លែងតែទីនោះដូចជាចម្លែកកោះនេះគឺមើលទៅដូចជាដីផុសម្ដុំអញ្ចឹងហើយនៅខាងលើនោះក៏មាននៅក្រងឆ្អឹងរបស់សត្វចម្លែកដែលបានងាប់គោជើងគ្នានៅទីនោះហើយផ្លូវខាងមុខពួកគេបាទដែលឆ្លងពីបឹងទឹកសោយនេះទៅគឺនឹងទៅដល់ហើយគឺជារាជវាំងមាសឡូឡានរបស់ពួកគេនឹងឯងតែឆ្លងដោយរបៀបណាទៅបើទីនោះមិនមានស្ពានផងនឹងហើយទីនោះដែរមិនត្រឹមតែមាននៅសាកសពក្រងឆ្អឹងនៃសត្វចម្លែកនោះទេគឺមាននៅក្រងឆ្អឹងរបស់មនុស្សដែលងាប់ពីពេញនោះថែមទៀតផងពីនាងយេស៊ូវនឹងក៏បានកលេចទៅម្ខាងក៏បានឃើញមនុស្សខ្លះគឺនៅសល់តែពាក់កណ្ដាលខ្លួនតែប៉ុណ្ណោះសង្ស័យតែពួកគេគឺជាទីស្ករដែលត្រូវបានសម្លាប់ដោយព្រះគ្រូឬក៏ស្ដេចសាម៉ាននឹងឯងសម្លៀកបំពាក់ខ្លះក៏នៅដាច់រហែកព្យួរពេញដើមឈើពេលនាងគិតទីថាពួកគេគឺជាមនុស្សមកពីជីនកាងរបស់ខ្លួនទេតើឈិនមកក៏បន្ថែមទីថាមនុស្សមកពីជីនកាងក៏ធ្លាប់សម្លាប់នៅមនុស្សនៅឯទឹកដីដែលសញ្ញារបស់ខ្លួនដូចគ្នាផងដែរហើយចាប់បង្ខំពួកគេនឹងធ្វើជាអ្នកទោសថែមទៀតផងពេលនាងក៏មិនមានអ្វីតបតដែរយល់រួមគឺអាក្រក់ដូចតែគ្នាម្យ៉ាងម្នាក់ឈិនមកក៏បានពិនិត្យទៅលើរាងកាយនៃសាកសពមនុស្សទាំងអស់នោះក៏គិតទៀតថាព្រលឹងពួកគេត្រូវបានដកហូតដោយប្រើប្រាស់នៅថ្មពលខ្មៅអ្វីម្យ៉ាងរាងកាយខ្លះនឹងត្រូវថ្មាតនឹងស៊ីពោះវៀនពោះតាំងថែមទៀតបូសានក៏ធ្វើការរៀបរាប់តាក់ទងទៅនឹងរាជវាំងមាសឡូឡាននេះផងដែរគឺពួកវាបានប្រើប្រាស់នៅគម្ពីរនៃសត្រាស្ដេចសាម៉ានដែលវាផ្ដោតទៅលើការស្រូបនៃព្រលឹងរបស់មនុស្សដើម្បីហ្វឹកហាត់គឺវាស្តេងទៅនឹងមនុស្សមកពីហ៊ុនទៀនចឹងដែរបាទបន្ទាប់មកក៏ប្រែក្លាយនៅរាងកាយពួកគេទៅជាបិសាចហើយនឹងអាទិទេពបង្កើតនៃធម្មពលអាទិទេពរបស់ខ្លួនដើម្បីក្លាយទៅជាស្ដេចសាម៉ានហើយអ្នកដែលឈានទៅដល់ដែនដីមេឃានោះគេចាត់ទុកថាគឺជាស្ដេចសាម៉ាននឹងឯងជាការហ្វឹកហាត់ដ៏ខ្ពស់ជាងគេបំផុតនៅឯទីនេះនៅពេលនោះក៏មាននៅសំពៅមួយទូកមួយអធិស្ឋានបានកំពុងតែឈ្មោះមករកពួកគេផងដែរហើយមិនដឹងថាពួកគេនឹងបានស្រូបនៅព្រលឹងនៃបិសាចជាអស់ប្រមាណក្បាលនោះទេដើម្បីធ្វើឲ្យខ្លួនឯងនឹងកាន់តែខ្លាំងក្លាកូនចៅរបស់ស្ដេចសាម៉ានម្នាក់នឹងក៏បានរាក់ទាក់ទៅកាន់បាសានផងដែរតែស្ដេចរបស់ខ្លួននឹងបានរងចាំពួកគេយូរណាស់មកហើយអញ្ចឹងក៏អញ្ជើញពួកគេនឹងឲ្យឡើងលើទូករបស់ខ្លួនពួកគេក៏មានចម្ងល់ជាខ្លាំងតែពួកគេមិនអាចដើរឆ្លងកាត់ទឹកនេះដូចជាដើរលើគោកទេអីដូចជានាវជាដើមតែអាចនាំពួកយើងហោះឆ្លងកាត់ពីទឹកនេះដែរឬក៏អត់អញ្ចឹងទៅក៏កូនចៅរបស់ស្ដេចសាម៉ាននឹងក៏បានប្រាប់ពួកគេទៀតថានេះគឺជាទឹកខ្សោយមិនដឹងថាមានន័យថាយ៉ាងម៉េចនោះទេតែពួកគេមិនអាចឆ្លងកាត់បាននោះឡើយសូម្បីតែរោមសត្វទន់ល្មើយស្រាលជាងសម្លេងទៅទៀតនឹងក៏មិនអាចអណ្ដែតលើទឹកបាននោះទេហើយពួកគេត្រូវតែឆ្លងកាត់នៅឯភ្នំទឹកកកដែលនៅខាងមុខម្តងទៀតដូច្នេះគ្មាននរណាដែលអាចចាកចេញពីទីនេះដោយមានជីវិតនោះឡើយបើនិយាយអំពីការហោះវិញបាក់សីមួយក្បាលគ្រាន់តែឆ្លងកាត់ក៏ត្រូវសម្ពាធជាខ្លាំងសង្កត់ស្លាប់ចូលទៅក្នុងទឹកនោះដូចគ្នាពួកគេក៏បានសម្រេចចិត្តថានឹងជិះលើទូកនោះជាមួយនឹងកូនចៅរបស់ស្ដេចសាម៉ានក្នុងពេលនោះវាក៏បានដាក់នៅធម្មពលវិញម្យ៉ាងនៅលើទូកដើម្បីបញ្ជាទៅខាងមុខខណៈពេលដែលឆ្លងកាត់នៅទឹកខ្សោយនោះពួកគេមានអារម្មណ៍ថាកន្លែងនេះគឺគួរខ្លាចខ្លាំងមែនទែនផ្ទៃទឹកគឺស្ងប់ស្ងាត់មិនមានរលកសំបីតែបន្តិចហើយនៅខាងមុខគឺមាននៅចន្ទើ
ជាច្រើនកម្មដែលបីឡើងទៅកាន់រាជវាំងមាសលឡានរបស់ពួកគេនឹងឯងអញ្ចឹងរាជវាំងនេះគឺសាងសង់ឡើងគឺនៅលើភ្នំទឹកកកដោយផ្ទាល់តែខ្ញុំមិនដឹងថាសង់ដោយរបៀបណានោះទេព្រោះថាសាច់រឿងរបស់យើងគឺប្រកែច្នៃប្រឌិតខ្លាំងមែនទែននៅខាងលើរាជវាំងមាសលឡានគឺមាននៅក្បាលខ្មោចដ៏ធំមួយជាតំណាងហើយស្ដេចរបស់វាក៏គង់នៅទីនោះនឹងឯងកែភ្នែកដែលពពេញទៅដល់ដាតភ្លើងចឹងខ្លាំងក៏បានស្វាគមន៍ទៅកាន់អ្នកទាំង3នាក់ពិសេសគឺបាសានរហស្សនាមហៅថាអ្នកគុណនិយមខណ្ឌអញ្ចឹងបាសានគិតថាស្ដេចសាម៉ានគឺជាអ្នកស្វាគមន៍គាត់ដោយផ្ទាល់អញ្ចឹងគាត់មិនទទួលជោគបាននោះទេដូច្នេះគាត់នៅធ្វើការ challenge ជាមួយនឹងមនុស្សរបស់ខ្លួនក៏បានបញ្ជាឲ្យនាងនឹងធ្វើអ្វីមួយយ៉ាងបន្ទាប់មកនាងនេះក៏បានពង្រីកខ្លួនទៅជាកបីជាយ៉ាងធំជាងអាខ្លោងទ្វារចូលនោះទៅទៀតបន្ទាប់មកក៏បានដកនៅអាខ្លោងទ្វារនោះឡើងរបើកខ្ទេចខ្ទីអស់ទៅខ្លោងទ្វារនេះដូចជាធ្វើចេញពីមាសថែមទៀតក៏ធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងបើកភ្នែកយ៉ាងធំដោយការភ្ញាក់ផ្អើលពីកម្លាំងរបស់នាងនេះមិនធម្មតានោះទេបន្ទាប់មកពួកគេក៏បានឡើងលើចិនដានោះហើយចិនដានោះគឺវែងខ្លាំងមែនទែនទ្រាំតែឡើងទៅដល់កំពូលនោះគឺដាច់ខ្យល់បាត់ទៅហើយនៅពេលនោះដែរក៏កូនចៅរបស់វាជាច្រើនរូបដូចជាសូមមើលស្ទើបិសាចឬក៏មនុស្សមកពីហ៊ុនទៀនក៏បានបង្ហាញខ្លួនមកយ៉ាងច្រើនអ្នកនៅតាមចិនដានោះហើយពួកវាតបតែងខ្លួនចម្លែកខ្លាំងមែនទែនមើលមុខមិនច្បាស់នោះឡើយនៅពេលនោះក៏បានលេចចេញនូវផ្សែងខ្មៅមួយយ៉ាងពីច្រកទ្វារដែលនៅរាជវាំងធំរបស់ខ្លួនជាមួយនឹងចំហាយពីខៀនមេរបស់វាក៏បានបង្ហាញខ្លួនមេរបស់វាគឺមានសញ្ញាកងមួយពីខាងក្រោយដែលតំណាងឲ្យការប្រកាសជាទៅដល់ដែនដីមេឃាមុខរបស់វាប្រកបមិនដឹងថាមុខយ៉ាងម៉េចនោះទេមានដៃនៅពីក្រោយយ៉ាងច្រើនដូចជាដៃខ្មៅអញ្ចឹងពួកវាក៏ធ្វើការគោរពទៅកាន់ស្ដេចសាម៉ានហើយក៏បញ្ជាក់ទៀតថាអ្នកកូននិយមខាននឹងគឺបានរស់នៅយ៉ាងមានសេរីភាពជាពេលជាច្រើនឆ្នាំតែហេតុអីបានជានៅសុកនឹងមកគូទ្វារនៃបករបស់ខ្លួនបែបនេះទៅវិញបន្ទាប់មកក៏បានបញ្ជាឲ្យនាងនឹងទម្លាក់នៅខ្លោងទ្វារនោះគប់ទៅខាងមុខដូចជាឌឺពួកគេខ្លាំងមែនទែនបាសានក៏បានរំលឹកទៅកាន់ប្រមាណឆ្នាំមុនគឺគាត់ធ្លាប់ challenge ជាមួយនឹងពួកវាអស់រយៈពេល100ថ្ងៃបានសម្លាប់នៅកូនចៅនៃរាជវាំងមាសលឡានអស់ជាច្រើនអ្នកហើយថ្ងៃនេះដែរគាត់នឹងធ្វើការ challenge ជាមួយនឹងពួកវាម្ដងទៀតតែអ្នកណាស្ម័គ្រចិត្តចង់ប្រកួតគ្នាខ្លានឹងគឺក្តាប់ដៃយ៉ាងណាដូចជាខឹងខ្លាំងមែនទែនហើយរបួសរបស់គាត់ក៏ជាសះស្បើយហើយទៀតកម្លាំងរបស់គាត់គឺខ្លាំងជាងមុនហើយទោះបីជាពេលនេះគាត់មិនបានរួមដំណើរជាមួយនឹងគ្រូរបស់ខ្លួនគឺមេឃីខាន់ក៏ដោយហើយនេះក៏ជាឱកាសរបស់ពួកគេបើសិនជាអ្នកណាចង់ challenge អាចចូលមកហើយគាត់នឹងបំពេញបំណងរបស់ពួកវាហើយចំពោះខ្លោងទ្វារនេះដែរខ្លាទៅជារបស់ឈិនម៉ូហើយអាចយកទៅវិញបានព្រោះថាធ្វើមកពីមាសឈិនម៉ូក៏ចាប់ផ្ដើមគិតទៀតថានៅឯខ្លោងទ្វារនៃរាជវាំងមាសលឡាននេះដែរគឺច្បាប់ពួកគេគឺពិបាកខ្លាំងណាស់ពិបាកជាងការប្រកួតរវាងបកទាំងពីរគឺបកតាវហើយនឹងបកប្រកួតរន្ទះធំទៅការ challenge ជាមួយនឹងសាលាអធិរាជរបស់ខ្លួនទៅទៀតហើយការប្រកួតនេះដែរគឺលក្ខណៈថាប្រកួតមិត្តភាពតែប៉ុណ្ណោះមិនមែនស្លាប់រស់ដូចជាការប្រកួតនៅឯរាជវាំងមាសលឡាននេះឡើយកន្លែងនេះមានតែវាយស្លាប់រស់តែប៉ុណ្ណោះទាល់តែមានជីវិតទើបអាចចាក់ចេញពីទីនេះបានហើយក៏បានដើរទឿនឈិនម៉ូអ្នកដែលស្មើទៅនឹងល្វីនៃការប្រកាសរបស់ឯងគឺសម្លាប់ពួកវាចោលតែម្ដងទៅឈិនម៉ូក៏យល់ព្រមហើយគាត់ខានគោរពតាមច្បាប់បែបនេះយូរណាស់មកហើយនៅឯទឹកដីដែលសញ្ញារបស់ខ្លួនបានទីបំផុតគាត់មានការម្ដងទៀតស្ដេចសាម៉ានក៏និយាយទៀតថាបើសិនជាឯងស្លាប់សំបីទាំងនេះគឺជាអ្នកកូននិយមខានរបស់ឯងដែលនៅជាប់ជាមួយនឹងខ្លួនយើងនឹងយកមកវិញដូចគ្នាហើយបើសិនក៏បានបញ្ជាក់ថាអ្នកទាំងពីរគឺជាទៅដល់ដែនដីទី5ចង់ធ្វើការ challenge ជាមួយនឹងពួកគេបន្ទាប់មកក៏ស្ដេចសាម៉ានក៏បានបញ្ជានៅកូនចៅរបស់ខ្លួននៅឯរាជវាំងមាសលឡានឲ្យជ្រើសរើសនៅអ្នកដែលមានការហ្វឹកហាត់ដែនដី level 5ទាំងអស់ធ្វើការ challenge ជាមួយនឹងអ្នកទាំងពីរផងដែរអញ្ចឹងបាសានអត់ចូលរួមនោះទេឲ្យឈិនម៉ូហើយនឹងព្រះនាងទី7ជាអ្នក challenge ដោយផ្ទាល់ហើយវាក៏បានបញ្ជាកូនចៅរបស់ខ្លួនត្រូវតែយកជីវិតរបស់អ្នកទាំងពីរមកឲ្យបានជាដាច់ខាតហើយវាក៏បានរំលឹកទៅកាន់ប្រមាណឆ្នាំមុនពេលនោះគឺស្ដេចមេឃាអធិស្ឋានបាទគឺមេឃីខានគឺលោកតាកាប់ជ្រូកនឹងឯងធម្មពលរបស់គាត់គឺខ្លាំងក្លាមែនទែនពួកគេមិនបានសម្លាប់គាត់ទាំងស្រុងនោះទេគ្រាន់តែយកខ្លួនប្រាណរបស់គាត់តែពេលកណ្ដាលតែប៉ុណ្ណោះក៏ប៉ុន្តែពួកវាគឺខុសគ្នាបើសិនជាចាញ់មានតែផ្លូវស្លាប់តែប៉ុណ្ណោះអញ្ចឹងទៅពួកគេក៏ចាប់ផ្ដើមឌឺដងឲ្យគ្នាទៅវិញទៅមកម្នាក់ណាបាទសុទ្ធតែខ្លាំងដូចគ្នានៅពេលនោះដែរក៏នាងក៏ប្រាប់ទៅកាន់លោកម្ចាស់របស់ខ្លួនទៀតថាលោកម្ចាស់កុំស្លាប់អីលោកម្ចាស់កុំស្លាប់អីក៏ធ្វើឲ្យបាសាននឹងខឹងជាខ្លាំងក៏ស្ដីបន្ទោសឲ្យនាងទៀតថានៅពេលដែលទៅវិញយើងនឹងស៊ីសាច់ឯងមិនខាននោះទេបើឯងនិយាយបែបនេះទៀតអញ្ចឹងទៅក៏ធ្វើឲ្យហូលីអូនឹងសាច់ចំអកឲ្យនាងជាខ្លាំងវាផុតភ័យខ្លាំងណាស់ក៏បានអោនជើងខាងក្រោមសមាជិកម្នាក់នៃរាជវាំងមាសលឡានក៏បានបង្ហាញខ្លួនក៏បានឌឺដងឲ្យពួកគេទៀតថាពួកឯងនឹងមិនចង់ចែកឡានជាមួយនឹងយើងនោះអ្នកទី2គូសងខ្លាំងមែនទែនក៏ធ្វើការគោរពទៅកាន់ទីមច្បងម្នាក់នោះផងដែរ
ហើយនៅទីនេះមិនមានច្បាប់ចរាចរណ៍នោះទេបន្ទាប់ពីសម្លាប់ពួកឯងចោលហើយជើងនឹងស្រូបព្រលឹងរបស់ឯងដើម្បីធ្វើការហ្វឹកហាត់ព្រោះទៅឯងមានប្រយោជន៍ជាងទីសកលដែលនៅទីនេះថែមទៀតពេលនេះយីស៊ីវនឹងវិនឹងចូលទៅចាត់ការដោយខ្លួនឯងតែឈិនម៉ូនឹងប្រាប់ថាពេលនេះទុកឲ្យខ្ញុំវិញនេះទីពីរក៏បានប្រជុំគ្នាតែមុននឹងវាយគ្នានឹងគឺដូតឌឺដងឲ្យគ្នាសាហាវខ្លាំងមែនទែនមួយម៉ាត់សុទ្ធតែជោគឈាមអ្នកខ្លះគិតថាឈិនម៉ូនឹងគឺមិនទាន់ដាច់ដោះវងនឹងមកចង់វាយជាមួយពួកគេអាចជិះត្រឡប់ទៅវិញទៅបើទឹកដល់ call center ហើយឈិនម៉ូក៏បញ្ជាក់ប្រាប់ទៀតថាគាត់គឺជារាងកាយអំណាចគឺជារាងកាយមានតែមួយលើលោកមួយនេះហើយចំពោះអ្នកដែលស្ថិតនៅក្នុងកម្រិតដែលដេកដូចគ្នាជាមួយនឹងគាត់គ្មាននរណាដែលអាចយកឈ្នះគាត់បាននោះទេគ្រាន់តែនិយាយចំនឹងធ្វើពួកវានឹងសើចចំអកឲ្យឈិនម៉ូយ៉ាងខ្លាំងគិតទៀតថាឯងនិយាយអត់ប្រយោជន៍អីទៅរាងកាយអំណាចស្អីទៅខ្ញុំមិនដែលឮនោះទេគឺក៏បានឌឺដងឲ្យឈិនម៉ូ live ការមើលទៅឯងតែមួយដៃគឺចាប់បាត់ទៅហើយពីក៏បានចូលទៅជិតឈិនម៉ូដកនៅអាវុធគំរាមគាត់ឈិនម៉ូមិននិយាយអ្វីច្រើននោះទេតមកក៏បានក្តាប់ដៃជាមួយនឹងធម្មវរន្តាវាយចេញទៅមួយទំហឹងបំប៉ោងនៅរាងកាយធ្វើឲ្យស្រោមមុខនៅលើមុខរបស់វានឹងក៏ប្រេះបែកទៅជាបំណែកខ្លួនប្រាំងក៏បំប៉ោងទៅខាងក្រៅយ៉ាងឆ្ងាយមិនដឹងថាប្រមាណគីឡូម៉ែត្រនោះទេដាក់ឡងផ្កាជើងកំតិចនៅសំណាក់នៅទីនោះរងការខូចខាតយ៉ាងធ្ងន់មិនសល់នៅប្រហោងយ៉ាងកហូហូវាធ្វើឲ្យពួកវាទាំងអស់គ្នានឹងឡើងគាំងស្ដោកតែម្ដងហាមាត់និយាយលេងចេញពេលនាងយីស៊ីក៏ភ្ជាប់ឲ្យជាខ្លាំងជាមួយកម្លាំងរបស់ឈិនម៉ូក៏បានបញ្ជាក់ទៀតថាប៉ាសានគឺធ្លាប់ challenge ជាមួយនឹងពួកគេ100ថ្ងៃតែគាត់គឺខុសគ្នាគាត់ challenge ជាមួយពួកវាត្រឹមតែ1ថ្ងៃតែប៉ុណ្ណោះមួយម៉ាត់នេះគឺឌឺចុកខ្លាំងមែនទែនសាច់រឿងរបស់យើងក៏ស្លេតតែប៉ុណ្ណេះ